បាទក្រុមសួស្តីដល់បងប្អូននិងប្រិយមិត្តទាំងឡាយថ្ងៃនេះខ្ញុំបាទក៏បានដំណើររឿងវិលត្រឡប់ជាមួយនឹងរឿងរ៉ាវថ្មីម្ដងទៀតហើយសង្ឃឹមថាប្រិយមិត្តទាំងអស់គ្នានឹងជួយចុចសញ្ញាជីវក្រោមវីដេអូរបស់ admin ម្នាក់មួយមកដើម្បីលើកទឹកចិត្ត admin កុំចិត្តដាច់ខ្លាំងពេកណាបងប្អូនអរគ្នាចឹងយើងចូលសាច់រឿងតែម្ដងកុំឲ្យវែងឆ្ងាយច្រើនអំពីលោកតាឌីដែលគាត់រស់នៅតាមជើងភ្នំជាពិសេសគឺតាមជើងភ្នំប្រាសាទព្រះវិហារតែម្ដងលោកតាឌីជាលោកតាមួយអង្គដែលថែរក្សាកងទ័ពនៅប្រាសាទព្រះវិហារនៅរំលងឆ្នាំ2016ឬមួយ17ដែលថៃវាបានមកឈ្លានពានមកលើប្រាសាទព្រះវិហាររបស់យើងទាំងមូលតែម្ដងក្នុងគម្រោងការរបស់វាចង់កាន់កាប់នៅលើប្រាសាទព្រះវិហារឲ្យដាច់វាឃើញប្រាសាទព្រះវិហាររបស់យើងនៅកម្ពស់ដល់ស្រស់ស្អាតរចនាស្របភាពរបស់យើងតាមប្រាង្គប្រាសាទនីមួយៗថៃវាបានឈ្លានពានជាច្រើនលើកជាច្រើនសារតែពួកវាការឈ្លានពាននោះមិនបានសម្រេចទេដោយសារតែមន្តការច្បាំងរបស់កងទ័ពខ្មែរនីតិខ្មែរឬមួយមេទ័ពបានទៅសែនទៅដល់លោកតាឌីសូមឲ្យលោកតាឌីជួយថែរក្សាកងទ័ពខ្មែររបស់យើងឲ្យមានជ័យជំនះពីសត្រូវឬមួយកុំឲ្យសត្រូវពេលច្បាំងមើលមិនឃើញបាញ់មិនមុតឬមួយបាញ់មិនត្រូវចឹងទៅថៃខ្លះវាក៏បានចោទប្រកាន់មកលើកម្ពុជារបស់យើងថាយើងប្រើមន្តអាគមបើសិនជាប្រើកម្លាំងបាយប្រកបណាស់មិនឈ្នះពួកវានោះឡើយយើងប្រើមន្តអាគមផងយើងប្រើយុទ្ធសាស្ត្រផងនិងប្រើកម្លាំងកាយនិងកម្លាំងចិត្តតែជាពិសេសបំផុតគឺទាំងឈាមទាំងសាច់ដើម្បីបូជាជនជាតិមាតុភូមិកុំឲ្យពីសត្រូវដណ្ដើមយកទៅបានឯកងទ័ពថៃនៅវិញបានឃើញខ្មែររបស់យើងដែលប្រើមន្តអាគមនិងយ័ន្តគាថានិងបារមីដើម្បីទៅកំចាត់ពួកវាឯពួកវានៅវិញមិនបានអង្គុយមើលនោះឡើយពួកវាក៏បានហៅគ្រូមន្តអាគមរបស់ពួកវាទៅដល់4នាក់តែគ្រូអាគមរបស់ពួកវានៅឯនោះវិញមើលទៅដូចជាមិនចេះដឹងនោះទេគ្រាន់តែលើកឈើច្រត់នៅនឹងដៃចងល់ឡើងទៅលើមេឃមិនដឹងថាសូត្រពីអ្វីទៅអ្វីនោះឡើយឯកងទ័ពទាហានខ្មែររបស់យើងដែលបានច្បាំងជាមួយកងទ័ពថៃយ៉ាងស្វិតស្វែងយ៉ាងក្តៅកគុកដែលនៅជួរមុខប្រាសាទព្រះវិហាររំលង2017និង16នឹងកងទ័ពកម៉ង់ដូរបស់យើងជាច្រើនដែលបានចុះទៅប្រយុទ្ធប្រឆាំងជាមួយនឹងកងទ័ពសៀមធ្វើឲ្យកងទ័ពសៀមពួកវាដកថយនេះហើយគឺជាទ័ពពិសេសរបស់យើងដែលជនជាតិសៀមវាភ័យខ្លាចវាខ្លាចលអាមកលើទ័ពកម៉ង់ដូរបស់យើងឯវានៅនោះវិញវាក៏មានទ័ពពិសេសរបស់វានោះដែរតែទ័ពពិសេសរបស់វាសិតតែប្រើគ្រឿងដែលគេហាមឃាត់មិនបាច់ថា admin និយាយចំទេបើសិនជា admin និយាយចំប្រកបណា YouTube នឹងចាប់ channel របស់ admin តែសូមឲ្យបងប្អូនកាត់សេចក្តីនៅតាមនឹងថៃវាបានបញ្ជូនដែលជនផ្ដាច់ការមកវិលុបនៅលើប្រាសាទព្រះវិហាររបស់យើងទាំងមូលតែកងទ័ពកម៉ង់ដូរបស់យើងដែលជាកងទ័ពពិសេសធ្លាប់ហាត់រៀនទៅដល់បរទេសឬមួយនៅក្រៅស្រុកពួកគេស្វាត់ស្វែងនៅក្នុងព្រៃមិនបានរងគ្រោះថ្នាក់នោះឡើយពីថៃនោះទេឯធានថៃជាច្រើនបានឃើញកងទ័ពដែលជាកងទ័ពពិសេសឬមួយថាជាទ័ពកម៉ង់ដូពួកវាក៏មានអារម្មណ៍ថាភ័យខ្លាចនោះដែរដោយសារតែទ័ពយើងនីមួយៗ
បានឆ្លងកាត់បានវឹកហាត់ជាច្រើនឆ្នាំជាច្រើនខែមិនមែនដេកនៅតែនេះដោយពួកសះឯងនោះទេការប្រយុទ្ធប្រឆាំងដល់ក្តៅអាគប់នៅលើប្រាសាទព្រះវិហារមានមេទ័ពថៃម្នាក់ក៏បានឲ្យកងទ័ពពិសេសរបស់គេនៅនោះធ្វើម៉េចនៅក្នុងយប់នេះត្រូវវាយយកឲ្យបានហើយដណ្ដើមយកឲ្យបានឲ្យខ្មែររត់ចុះពីប្រាសាទព្រះវិហារបើយើងគ្របដណ្ដប់បានប្រកបណាស់ប្រាសាទព្រះវិហារយើងកាត់កាប់បានទាំងមូលក្នុងព្រំដែនវាជាកន្លែងដល់អស្ចារ្យដែលនឹងប្រមូលភ្ញៀវទេសចរជាច្រើនដែលមកទស្សនានៅទីនេះកងទ័ពថៃនីមួយៗពួកវានាំគ្នាស្វាត់ស្វែងប្រើសិតតែអាវុធធ្ងន់ៗអាវុធទំនើបឯកងទ័ពខ្មែរយើងនៅឯនេះវិញដែលបានឃើញសភាពខាថាមិនស្រួលបែបនេះទៅហើយក៏ចាប់ផ្ដើមប្រយុទ្ធនឹងប្រឆាំងប្រើសំណាញ់ត្រមេកបើពួកវាប្រើយន្តហោះឬមួយប្រើដ្រូនប្រកបណាស់នឹងត្រូវសំណាញ់មេឃរបស់យើងទៅហើយកងទ័ពថៃវាបានមើលងាយមកពុយសាសយើងថាយើងគ្មានអាវុធល្អនោះឡើយដែលនឹងតបតទៅវាតែការមើលងាយរបស់ពួកវាគឺវាធ្វេសប្រហែលទៅហើយដោយសារតែសម្ដេចតេជោគាត់បានមានប្រសាសន៍ទៅហើយថានឹងប្រើសំណាញ់មេឃបើពុយសាសនេះឯងប្រើយន្តហោះប្រកបណាស់នឹងត្រូវសំណាញ់មេឃរបស់ព្រះមហាក្សត្រហើយបងប្អូនដែលនៅតាមជើងភ្នំដែលមួយនៅតាមជាយនៅប្រាសាទព្រះវិហារក៏ចាប់ផ្ដើមផ្លាត់ទីដំណើរនឹងគេហដ្ឋាននីមួយដល់ពេលច្បាំងប្រកបណាស់ក្របទាំងអស់នោះវានឹងអាចផ្លោងទៅដល់ទាំងប្រជាពលរដ្ឋនីតិហ៊ាននិងមេតិហ៊ានក៏ប្រកាសទៅដល់បងប្អូនដែលរស់នៅជាភ្នំឬមួយជាប្រាសាទព្រះវិហារសូមបងប្អូនទាំងគ្នាចាក់ចេញពីផ្ទះសម្បែងមួយរយៈទៅរំលងដែលប្រទេសកំពុងតែកកើតសង្គ្រាមកុំឲ្យបងប្អូនភ័យខ្លាចឬមួយបងប្អូនបាត់បង់អាយុជីវិតកងទ័ពខ្មែរឬមួយមេទ័ពដែលបានសែនព្រេនឲ្យលោកតាឌីសពគ្រប់បែបយ៉ាងមុនភ្លេងឬមួយឡើងភ្លេងគ្រប់ទិសគ្រប់ទីឲ្យលោកតាឌីជួយទ័ពខ្មែររបស់យើងក៏បានឡើងទៅគ្របដណ្ដប់នៅលើប្រាសាទព្រះវិហារចំណែកឯទាហានថៃនៅឯនោះវិញពួកវាក្នុងមួយថ្ងៃខិតខំប្រឹងប្រែងវាលុបពុយខ្លាំងណាស់ឯកងទ័ពរបស់យើងនៅឯនេះវិញក៏មិនបានអង្គុយចាំឲ្យតែពួកវាបែងតែប៉ុណ្ណោះសភាពការនេះខាងទ័ពកម្ពុជារបស់យើងក៏ខ្វះកម្លាំងទ័ពជាច្រើនតែខ្វះកម្លាំងទ័ពមែនតែយើងក៏នៅមានកម្លាំងទ័ពពិសេសដែលមកជួយយើងដែលនៅក្នុងព្រៃទ័ពពិសេសទោះតែទាហាននៅតាមច្រកព្រំដែនមើលថាការច្បាំងរបស់ទាហានដូចជាមិនទទួលបានលទ្ធផលល្អប្រមាណពីការច្បាំងប្រកបណាស់ខាងយើងនឹងបញ្ចូលទ័ពពិសេសឬមួយជាទ័ពកុម៉ង់ដូដើម្បីទៅប្រយុទ្ធប្រឆាំងជាមួយពួកវាទាំងអស់គឺខ្លាចខ្លាំងណាស់កងទ័ពកុម៉ង់ដូពួកយើងវាមិនហ៊ានក៏ក្លើនោះឡើយកងទ័ពនីមួយវឹកហាត់ដោយលំបាកឆ្លងកាត់ផ្លូវមួយទៅផ្លូវមួយបានធ្វើឲ្យកងទ័ពថៃឬមួយនីតិហ៊ានថៃវាភ័យខ្លាចអ្នកខ្លះទៀតក៏បាននិយាយថាកងទ័ពខ្មែរកុម៉ង់ដូគឺខ្លាំងណាស់ពួកយើងមិនអាចយកជ័យជំនះបានទេឬមួយថែមទៀតកងទ័ពនោះក៏បានស្គាល់ពីភូមិសាស្ត្រស្គាល់ពីការច្បាំងស្គាល់ពីការលូនការក្រាបការឡើងការលោតការហោះ
គ្រប់ទិសទីទាំងអស់ពួកវាទាំងអស់ភ័យខ្លាចកំងតបកំងដូររបស់យើងនៅលើជោឈើនៅតាមទឹកនៅតាមដីនៅតាមព្រៃប្រសាដែរជើងភ្នំប្រាសាទព្រះវិហារឯកងទ័ពថៃនៅវិញដែលខិតខំប្រឹងប្រែងប្រយុទ្ធនឹងប្រឆាំងសម្បីតែអាយុជីវិតរបស់ពួកវាក៏ដោយក៏ពួកវាមិនស្ដាយនោះដែរវានិយាយតែមួយម៉ាត់តែប៉ុណ្ណោះធ្វើម៉េចប្រាសាទព្រះវិហារមួយនេះយើងត្រូវយកឲ្យបានជាដាច់ខាតកុំឲ្យកងទ័ពខ្មែរកាន់កាប់បានយូរលុះដល់ពេលយប់ដូចជាមានមហាត្រិតចម្លែកបានកកើតនៅលើប្រាសាទព្រះវិហារមានពន្លឺចែងចាំងនៅក្នុងប្រាសាទធ្វើឲ្យថៃនៅពីក្រោមបានមើលមកឃើញហើយថាខ្មែរហើយបាននិយាយថាខ្មែរដូចដុតភ្លើងមួយដល់ចម្លែកដើម្បីបោះមកក្រោមពិតប្រាកដណាស់ទាហានខ្មែរដែលមើលឃើញនៅលើប្រាសាទព្រះវិហារក៏ឃើញលើងដែលធ្លាក់ទៅក្រោមជំរំថៃជាច្រើនតែពេលដល់ធ្លាក់ទៅដល់ជំរំរបស់ពួកវាមិនឃើញនោះឡើយនេះហើយជាភាពភ័យខ្លាចរបស់ពួកវាមើលដឹងថាស្ពីបការមិនស្រួលនៅលើមន្តអាគមខ្មែរពួកវាក៏បានដកតបភ្លាមណាមួយខ្លាចបារមីណាមួយខ្លាចកងទ័ពខ្មោចណាមួយទៀតគឺខ្លាចកងទ័ពកំងដូឬមួយកងទ័ពពិសេសគឺស្អីរឿងរបស់យើងគឺមានតែប៉ុណ្្នឹងទេណាប្រិយមិត្តទាំងគ្នាតែកុំភ្លេចណាជួយចុចសញ្ញាជាវឲ្យ admin ម្នាក់មួយផងដើម្បីមាន admin មានជាភាគបន្តអរគុណ